ជំរាបសួរបងប្អូនថ្ងៃនេះយើងមកធ្វើជីត្រីប្រអប់ SMB ជីធម្មជាតិបងប្អូនហើយជីដំបងដែរគឺយើងដាក់ជាមួយនឹងមេជីកាច់ SMB ចំនួន1កញ្ចប់ហើយធុងសម្រាប់ធុង200លីត្រនេះបងប្អូនហើយតួនាទីរបស់មេជីកាច់ SMB នេះតួនាទីវាកាច់វត្ថុធាតុដើមផ្សេងៗដែលយើងយកផលិតជីហ្នឹងឲ្យវាឆាប់ខ្លាចជាជីបានលឿនបងប្អូនដូចជាភេទត្រីកំងកតុយរឹងនេះអីណាពួកយើងធ្វើតែពីត្រីកំងកតុយរឹងទេហើយបញ្ជាក់បងប្អូនថាត្រីកំងនេះ3ថ្ងៃ4ថ្ងៃគឺទុនទីរបស់មេជីគឺទៅកាច់អស់ហើយអញ្ចឹងយើងមិនបាច់កាប់តែច្រាមវានាំលើវាហូរឈាមឬក៏អីដែរឲ្យវាកាច់នៅក្នុងនោះតែម្ដងហើយសម្រាប់យើងប្រើនេះគ្រាន់តែវីដេអូសង្ខេបបងប្អូនយើងនឹងមានដាក់កតុហើយនឹងកាក់ស្ករល្ងផងដែរតែវីដេអូនេះថតបានតែព្រោះប៉ុណ្ណឹងឲ្យបងប្អូនមើលពីទុននីតិរបស់ជីមេជីកាច់ SMB បងប្អូនអរគុណច្រើនបងប្អូនចូលមកបងប្អូនត្រូវការជីធម្មជាតិឬក៏មេជីកាច់ SMB យកធ្វើជីទីប៉ាអាចកំងបានបងប្អូន